ចំណុចទី5បញ្ហាឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមឃុំសកាត់ឬក្រុងស្រុកខណ្ឌនិងពុំមានលិខិតបញ្ជាក់ប្រវត្តិដីអាជ្ញាប័ណ្ណដែនអាជ្ញាធរដែនដីដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធបាក់ច្រើនតំណរឿងនេះកន្លងទៅក៏ជាបញ្ហាចោតមួយដែរព្រោះជាងការគាត់ទិញមកអត់ដឹងអាដីនឹងលក់ប្រមាណដងដល់ម្ចាស់ចុងក្រោយទៅគិតគូបង់តំណទាំងអស់ជំនួសអ្នកមុនរឿងនេះឆ្នាំ2018សម្ដេចតេជោលោកបានធ្វើការអនុគ្រោះម្ដងបាទន័យថាអ្នកដែលបង់មុនថ្ងៃ1ខែមករា2017គឺអនុញ្ញាតឲ្យគិតតាបង់ចុងក្រោយនឹងទេមិនបាច់គិតពីមុនទេតែម្ដងគត់បាទអញ្ចឹងក៏បានធ្វើម្ដងប៉ុន្តែក្រោយមកពី2017មកដល់នេះក៏មានបញ្ហាបាទលក់ដូរពួកកន្លែងខ្លះលឿនទៅការបន្ទាន់លក់ដូរជាពិសេសពេលដែលគេហៅដីកំពុងទៅប៉ាន់អញ្ចឹង2018ស្អីមុនកូវីដស្អីផ្សេងហ្នឹងក៏ទៅបន្តអញ្ចឹងរឿងនេះវាបង្កើតឡើងវិញអញ្ចឹងគិតចាប់ពី2017ក៏មានការដោះដូរដីបើន័យថាទិញដូរច្រើនដំណមកហើយអញ្ចឹងពេលដែលទៅបង់ពន្ធត្រូវគិតឡើងវិញចាប់ពី2017មកអញ្ចឹងវាជាបញ្ហាមួយដែលអាចបង្កអញ្ចឹងនិយាយមិញជជែកជាមួយអាដាមកែមដិតសុភាចាអនពុននិរតហើយអាដាមគង់វិបុលថាបងឥឡូវចេះទៅក្រុមការងារគាត់លើកច្បល់ថាលើកដល់ចុងឆ្នាំ2023គិតពី17 23ខ្ញុំថាជ្រុលចិញ្ចឹងគិតដល់ថ្ងៃនឹងត្មងទៅបានន័យថាគិតដល់ចុងខែកក្កដាព្រោះសល់ប្រហែលថ្ងៃទៀតកុំឲ្យថ្ងៃ20ថ្ងៃ28 29ដល់ថ្ងៃចុងខែកក្កដាបានន័យថាដីណាដែលលក់ដូរដៃច្រើនក៏ដោយក្រោយពី2017មកដល់នេះសល់ប្រហែលថ្ងៃទៀតបើទិញប្រហែលថ្ងៃទៀតគឺបង់ពន្ធតែម្ដងចុងក្រោយហ្នឹងទៅកុំអាលគិតចុងពីមុនទៀតបាទកុំឲ្យពិបាកទៅសារឬអញ្ចឹងខ្ញុំសូមបញ្ជាក់រហូតដល់ចុងខែ7ឆ្នាំ2026នេះបានន័យថាពី2017លើកលែងម្ដងឥឡូវពី2017មកកុំឲ្យពិបាកគឺបំបាច់ទេពីណាទិញប្រមាណដងក៏ដោយម្ចាស់ថ្មីចុងក្រោយនឹងគិតតែពន្ធសម្រាប់អ្នកលក់ចុងក្រោយទៅបាទកុំឲ្យគាត់ពិបាកទៅសាររើអីទៀតអញ្ចឹងគិតដល់ចុងខែ7 2026ទេបាទអញ្ចឹងសូមបញ្ញាប់រួសរាន់មកបាទអត់ពិបាកមន្ត្រីយើងក៏អត់លំបាកដែរមន្ត្រីពន្ធដារក៏មិនអាចទៅទាញគួយចាំឯកសារដោះដូរប្រមាណពី2017មកពិបាកទៀមទាត់ជាមួយសូយ៉ាដីជាមួយក្រសួងមួយទីផងពិបាកឥឡូវយើងលេងឲ្យប្រប៉ិនដែរអញ្ចឹងសង្ឃឹមថាកិច្ចការនេះគឺជួយពន្លឿននៅក្នុងការចុះបញ្ជី